នេះគឺជាវីដេអូបង្រៀនពីការប្រើប្រាស់និងការតម្លើងរបស់ Smart Panel S ជាដំបូងមុនការតម្លើងយើងត្រូវបិទ Disjunctor សិនរួចយើងយកខ្សែ MAC មកដោតចូលរុនអក្សរ N ហើយរបៀបដោតយើងគ្រាន់តែយកខ្សែភ្លើងមកដោតចូលនៅក្នុងរុនហ្នឹងទៅរួចមូលខ្ចៅវាចូលខាងក្នុងចំពោះខ្សែភ្លើងឬមួយក៏ខ្សែមេយើងដោតចូលរុនអក្សរ L រួចមូលខ្ចៅវាចូលខាងក្នុងបន្ទាប់ពីតម្លើងភ្លើងហើយយើងស្វែងវាជាប់ជាមួយនឹងជញ្ជាំងទៅហើយយើងយក panel មកកឹបជាប់ជាមួយនឹងធ្មេញរបស់វានៅខាងក្រោយអញ្ចឹងតែប៉ុណ្្នឹងយើងអាចបើក Disjunctor វិញបានហើយជំហានដំបូងយើងត្រូវ download ជាមួយនឹង app Tuya Smart នៅក្នុង App Store ឬមួយក៏នៅក្នុង Play Store បន្ទាប់ពី download ហើយត្រូវបង្កើត account Tuya ជាមួយនឹង email របស់អ្នកទាំងអស់គ្នាសិនហើយត្រូវ download ជាមួយនឹង app Alexa មួយទៀតដើម្បីយើងប្រើប្រាស់ជាមួយនឹង Smart Panel Mac ដែលវាមាននៅក្នុង Play Store ឬមួយនៅក្នុង App Store ដូចគ្នាបន្ទាប់ពី download ហើយត្រូវបង្កើត account Alexa ជាមួយនឹង email របស់អ្នកទាំងអស់គ្នាមួយទៀតដែរអញ្ចឹងពេលបង្កើត account ហើយយើងមកមើល panel របស់យើងវិញកន្លែងនេះយើងរើសភាសាអង់គ្លេសបន្ទាប់មកយើងត្រូវ connect Wi-Fi របស់យើងចូលដល់កន្លែងនេះគេឲ្យយើង scan QR code នៅក្នុង app Tuya អញ្ចឹងយើងបើក app មករួចចុចសញ្ញាបូករួចចុចពាក្យថា scan បន្ទាប់មកយើងដាក់កាមេរ៉ាឲ្យចាំ QR code មករួចរងចាំវា connect សិនទៅតែប៉ុណ្ណឹងគឺយើងភាជាមួយនឹង app Tuya បានជោគជ័យហើយឥឡូវយើងមក connect ជាមួយនឹង app Alexa ម្ដងយើងចូលទៅកាន់ panel របស់យើងមករួចចុចពាក្យ Alexa និងចុចពាក្យ sign in with Amazon នៅខាងក្រោមបន្ទាប់មកចុចពាក្យ copy and next នៅខាងក្រោមដែរហើយចុចពាក្យ get start រួច sign in ជាមួយនឹង account Alexa ដែលយើងបានបង្កើតមិញហ្នឹងមកនៅពេល sign in ហើយយើងចុច allow មកគឺវានឹងភ្ជាប់អូតូហ្មងបន្ទាប់ពីវាភ្ជាប់ហើយយើងចុចពាក្យថា done រួចយើងយកភាសាអង់គ្លេសនិងចុច save អញ្ចឹងដើម្បី add device ចូលទៅកាន់ panel S ដើម្បីធ្វើការបញ្ជាដំបូងយើងត្រូវ add វាចូលទៅក្នុង app Tuya សិនឧទាហរណ៍ខ្ញុំ add កុងតាក់មួយនេះចូលទៅក្នុង app Tuya ដោយគ្រាន់តែ hold វាជាប់ទៅបន្ទាប់ពីវា load ភ្លើងហើយខ្ញុំចូលទៅកាន់ app Tuya រួចចុចសញ្ញាបូកនិងចុចពាក្យ add device និងចុចសញ្ញាកុងតាក់ដែលវា load នៅខាងក្រោមហ្នឹងមករួច connect Wi-Fi យើងចូលនិងចុច next រួចចាំវាធ្វើការ loading នោះវានឹង add ចូលអូតូហ្មងអញ្ចឹងនៅពេលដែលវា add success ហើយយើងអាចបញ្ជាវាតាមរយៈ panel S បានហើយចំពោះបើសិនជាអ្នកទាំងអស់គ្នាមាន device Zigbee វិញយើងអាចធ្វើការ add child device ចូលទៅក្នុង panel S នេះបានដែល child device គឺជាឧបករណ៍ដែលយើងអាចបញ្ជាតាមរយៈ panel S ទោះបីជាមិនមាន Wi-Fi ក៏ដោយឲ្យតែប្រើប្រាស់ជាមួយនឹង connection Zigbee ដើម្បីបង្កើត scene យើងចូលកន្លែង scene មករួចចុចសញ្ញាបូកនិងចុច Run tab to run ហើយចុច add task និងចុច control single device រួចជ្រើសរើស device ណាមួយរបស់អ្នកទាំងអស់គ្នាដូចខ្ញុំនេះរើសកុងតាក់របស់ខ្ញុំមិញហ្នឹងហើយកុងតាក់របស់ខ្ញុំគឺជាកុងតាក់4ចុចអញ្ចឹងខ្ញុំសេរីឲ្យ switch ទី1របស់វាគឺបើក switch ទី2គឺបិទ switch ទី3គឺបើករួចចុច next មកហើយចុច save រួចត្រូវបំពេញឈ្មោះ scene របស់យើងហើយឈ្មោះ scene ហ្នឹងយើងត្រូវដាក់ឲ្យងាយស្រួលហៅដើម្បីយើងបញ្ជាទៅតាមរយៈការ voice សំឡេងយើងបានរួចចុច confirm មកគឺរួចរាល់ហើយ Alexa turn on left backlight អូខេប៉ុន្តែបើសិនជាបញ្ជាតាមរយៈសំឡេងហើយវាមិនស្គាល់យើងអាចធ្វើការបង្កើត routine បានដែលយើងធ្វើការ add routine បាននៅក្នុង app Alexa អញ្ចឹងយើងចូលកន្លែងយក routine មករួចចុចសញ្ញាបូកនៅខាងលើហើយចុច add an action មករួចចុច smart home និងចុច scene រួចយើងរើស scene ណាមួយដែលយើងបានបង្កើតនៅក្នុង app Tuya មកអញ្ចឹងខ្ញុំរើស 4G scene ដែលខ្ញុំបង្កើតនៅក្នុង app Tuya មិញហ្នឹងរួចចុច add ហើយចុច add an event និងចុច voice រួចយើងអាចទៅ save phrase អ្វីមួយដូចខ្ញុំអញ្ចឹងខ្ញុំដាក់ dinner time អញ្ចឹងតែប៉ុណ្ណឹងនៅពេលដែលខ្ញុំនិយាយ dinner time គឺភ្លើងរបស់ខ្ញុំនឹងបើកហើយ Alexa dinner time អូខេហើយបើចង់ add ជា schedule ក៏បានដែរដោយយើងចូលកន្លែង scene ដដែលមករួចចុចសញ្ញាបូកនិងចុចពាក្យ schedule អញ្ចឹងយើងអាចរើសម៉ោង schedule បានដើម្បីឲ្យឧបករណ៍របស់យើងបិទឬមួយក៏បើកហើយយើងអាចកំណត់ថ្ងៃបានផងដែរអញ្ចឹងខ្ញុំរើស schedule វារាល់ថ្ងៃហើយចុច next មករួចចុចសញ្ញាបូកនិងចុច control single device រួចជ្រើសរើស device ណាមួយរបស់អ្នកទាំងអស់គ្នាដូចខ្ញុំនេះរើសកុងតាក់របស់ខ្ញុំមិញហ្នឹងហើយខ្ញុំរើសឲ្យ switch ទី1របស់ខ្ញុំហ្នឹងគឺបើក auto រៀងរាល់ម៉ោង12ថ្ងៃត្រង់រួចចុច next និងចុច save
រួចដាក់ឈ្មោះ SIM របស់យើងមកហើយតែប៉ុណ្ណឹងឲ្យតែរៀងរាល់ម៉ោង12ថ្ងៃត្រង់គឺភ្លើងរបស់ខ្ញុំគឺបើកអូតូម៉ាទិកហើយហើយបើយើងចង់កែ SIM ហ្នឹងយើងគ្រាន់តែចុច SIM ហ្នឹងមកនោះយើងអាចធ្វើការកែថ្ងៃខែឬមួយក៏ម៉ោងបានហើយរួចនៅពេលកែហើយយើងចុច save ទៅគឺរួចរាល់ហើយបើយើងចង់ធ្វើការ high SIM ណាមួយយើងគ្រាន់តែអូសមកស្ដាំមករួចចុចខ្មៅដៃនៅខាងលើហើយចុចខ្វែង device ណាមួយទៅនោះវានឹង high ហើយរួចចុចដានមកហើយបើយើងចង់ show វិញចុចខ្មៅដៃវិញមករួចចុច add ហើយយើងចុច tick មកនឹងចុចដានប៉ុណ្ណឹងគឺវា show វិញហើយបើយើងអត់ចង់ធ្វើការ high ទេយើងអាចធ្វើការបិទ SIM នឹងយកមកនៅក្នុង app បានប៉ុន្តែបើសិនជាចង់ high device ក៏បានដែរគ្រាន់តែអូសមកឆ្វេងមករួចចុចខ្មៅដៃខាងលើរួចខ្វែង device ណាមួយទៅរួចចុចដានតែប៉ុណ្ណឹងគឺ high ហើយបើចង់ add វិញចុចខ្មៅដៃវិញមករួចចុច add រួចចុច take device ណាមួយទៅនិងចុចដានចំពោះនៅក្នុង setting វិញនៅកន្លែង display មួយនេះយើងអាចធ្វើការសេរីពន្លឺ brightness របស់អេក្រង់បានចំពោះមុខងារ screen saver មួយនេះវិញវាជួយសន្សំចៃភ្លើងនិងជួយកុំឲ្យអេក្រង់របស់យើងឆាប់ខូចអញ្ចឹងនៅពេលដែល screen របស់យើងមិនត្រូវបានប្រើប្រាស់មួយស្ទុះនោះមុខងារ screen saver នឹងដំណើរការនោះ screen របស់វាគឺបង្ហាញតែម៉ោងនោះទេព័ត៌មានផ្សេងៗគឺវាមិនបង្ហាញនោះឡើយចំពោះមុខងារ D&D មួយនេះវិញមុខងារមួយហ្នឹងគឺវានឹងបិទ screen របស់យើងចាប់ពីម៉ោង 10 យប់រហូតដល់ម៉ោង 6 ព្រឹកអញ្ចឹងក៏វាជួយសន្សំចៃភ្លើងរបស់យើងមួយកម្រិតផងដែរហើយនៅក្នុង setting ដូចគ្នាហ្នឹងក៏វាមានជា wallpaper សម្រាប់យើងសេរីបានផងដែរមិនតែប៉ុណ្ណោះវាក៏មានជា wallpaper សម្រាប់ screen saver ដូចគ្នាហើយយើងក៏អាចធ្វើការ call ទៅកាន់ទូរស័ព្ទដៃឬមួយក៏ call ទៅកាន់ smart panel ផ្សេងមួយទៀតក៏បានដែរឲ្យតែប្រើ account Tuya រួមតែមួយអញ្ចឹងយើងអាច call ទៅកាន់ទូរស័ព្ទដៃភ្លាមបានយ៉ាងងាយស្រួលហ្មងហើយយើងក៏អាច video call ទៅកាន់ smart panel បានដូចគ្នាហើយវាក៏មានកន្លែងបិទ mic សម្រាប់យើងការពារ privacy យើងបានផងដែរចំពោះការ reset វិញយើងចូលកន្លែង setting រួចអូសទៅខាងក្រោមរកមើលពាក្យថា device and system រួចចុច restore factory និងចុច confirm រួចធ្វើការរងចាំវា restore ទៅគឺរួចរាល់ហើយបើសិនជាមានបញ្ហាមិនប្រក្រតីកើតឡើងយើងអាចចូលទៅកាន់ setting ដើម្បីធ្វើការ reboot បានអញ្ចឹងយើងចូលកន្លែង device and system មករួចចុច device reboot បន្ទាប់មកចុច confirm មកគឺបានហើយ Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ